គេឡាកទាំងពីរស្ដាប់ប័ណ្ណបញ្ជានៃការប្រកួតពីលោកកញ្ញាកណ្ដាលលោកនួនភិរមទឹកទី1កំពុងតែត្រៀមនឹងចាប់ផ្ដើមសម្រាប់គូទី3បង្គោលខៀវបាទរដ្ឋាភិរៈមួយរយៈនេះក៏ជោគជ័យច្រើនដែរបាទទៅប្រកួតនៅម៉ាឡេស៊ីក៏ឈ្នះបាទប្រកួតនៅឡាវថ្មីក៏ឈ្នះចាក្រមត្រៀមប្រងព្រឹត្តប្រកួត Boostrong King of the Ring គុនខ្មែរកងចាញ់ម្រាមគូពិសេសទី3ទឹកទី1បាទគូពិសេសទី3ទឹកទី1អរគុណដល់ Boostrong ឆ្ងាញ់រសជាតិដិតជ្រៅ Boostrong សម្បូរវីតាមីន C មាន B6 B12 ទឹកទី1កងចេញម្រាមចាំបានថាមុននឹងឈ្នះកីឡាករឡាវបាទរដ្ឋាភិរៈនេះក៏ធ្លាប់ឈ្នះចាំសេឡាបាទនៅសង្វៀន Boostrong បាទដែលរៀបចំឡើងនៅខាងភ្នំប្រសិទ្ធកន្លងមកឥឡូវមកសុធាមកសងសឹកឲ្យមិត្តរួមក្លឹបបានដែរយ៉ាងណាចាប់គ្រាចាក់ចង្គង់រុញចេញពីលោកអញ្ញាកណ្ដាលនួនពិរមស្ដាំចាប់ជើងបានទាត់ស្ដាំរុញដួលអត់ដួលទេងើបវិញលឿនឆ្វេងញាក់ស្ដាំកិច្ចផុតពីម៉ៅសធាផ្ទះឆ្វេងមួយទៀតសងឆ្វេងវិញពីរដ្ឋាភិរៈគាត់ឆ្វេងស្រាលពីវិរៈគាត់ឆ្វេងសងពីម៉ៅសធាធាក់ស្ដាំចាប់អត់បានទេបោះស្ដាំទៅជ្រែងរៀងខ្លួនជង្គង់ទៅជង្គង់មកយាមរក្សាចំហបានដូចគ្នាចលោឆ្វេងទាត់ឆ្វេងសងចូលញាក់ស្ដាំបែកពួតទឹកពីម៉ៅសធាឆ្វេងស្ដាំទាត់ឆ្វេងសងចាប់ជើងចាក់ជង្គង់សងជង្គង់ទៅជង្គង់មកជង្គង់ឆ្វេងទឹកទី1ហាក់បីដូចជានៅប្រហាស្រាលនៅឡើយស្ដាប់អ្នកទាំងពីរឆ្វេងស្ដាំរបស់ម៉ៅសុធាទាត់ស្ដាំសងឆ្វេងស្ដាំរបស់ម៉ៅសុធាទាត់ស្ដាំសងពីវិរៈឆ្វេងស្ដាំទាត់ឆ្វេងសងណាម្នាក់លេងដៃម្នាក់លេងជើងសុធាព្យាយាមផ្ដាស់កំដាប់ដៃទាត់ឆ្វេងទាត់ស្ដាំសងចាប់ជើងរុញលើកវិញបន្តការប្រកួតទៀតលោកឆ្វេងទាត់ឆ្វេងរបស់វិរៈលើកជើងប៉ះបាពីម៉ៅសុធាចូលបាក់ជង្គង់ឆ្វេងចុកបាត់ហើយបាក់មួយជង្គង់ពីម៉ៅសុធាឲ្យរដ្ឋាភិរៈចុកឆ្អល់ងើបលេងរួចឲ្យលោកអញ្ញាកប្រាគុំតែរាប់7 8 9 10បាត់ទៅហើយបាទបច្ចេកទេសមិនធម្មតាទេបាទម៉ៅសុធានេះបាទក្បាច់បាទមិនចាញ់បាទសច្បងបាទឃឹមឌីម៉ាឃឹមបូរ៉ាប្រហែលទេបាទគឺឈរវាយច្បាស់បាទវិរៈព្យាយាមទាត់កាត់ច្រើនដែរប៉ុន្តែនៅតែកាត់ជង្គង់បោះបាទរបស់ម៉ៅសុធាមិនបានទស្សនាម្ដងទៀតត្រង់នេះបាទញាក់អាស្ដាំចាក់អាឆ្វេងបាទក្បាច់នេះឃឹមបូរ៉ាអីអាសាប្រើណាបាទក្រោមឆ្អឹងជនីកន្លែងហ្នឹងចុកយូរកន្លែងនេះបាទកន្លែងហ្នឹងចុក5នាទីហ្នឹងសួរបាទកលៀតក្អមជង្គង់ចូលឆ្វេងពេញតែម្ដងប្រិមិត្តបាទរាប់ដល់50ក៏ងើបរួចសោកស្ដាយបាទបង្គោលខៀវបើថាចិត្តចង់នៅវាយបានច្រើនទឹកដែរចូលផ្្លាត់ចូលជង្គង់ពេញបាទសោកស្ដាយមែនទែនបាទប្រិមិត្តសុខជួននីតិមេត្រីបាទគូពិសេសទី3បាទគឺលឿនជាងគូមុនបាទតែគូទី1 3ទឹកគូទី2 2ទឹកគូទី3 1ទឹកបាទរាប់ពីក្រោមឡើងលើវិញបាទតាមលេខរៀងបាទសម្រាប់លទ្ធផលជាផ្លូវការបាទទៅជូនទៅគណៈកម្មការបាទធ្វើការប្រកាសជូនបងប្អូនបាទសូមអរគុណជ័យជំនះបានទៅលើកីឡាករបង្គោលក្រហមម៉ៅសុធាដែលផ្ដួលគូប្រកួតឲ្យសន្លប់នៅក្នុងទឹកទី1